ក្រោយការសិក្សាស្រាវជ្រាវតាមរយៈកំណត់ត្រាផ្សេងៗយល់ឃើញថាមហាគុណបំណាច់របស់សម្ដេចតេជោហ៊ុនសែនចំពោះជាតិសាសនានិងព្រះមហាក្សត្រមានប្រវែងចំណុចធំៗ 1. ការរំដោះប្រជាជននិងប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដោះសាហាវឃោរឃៅគ្មានពីរលើកលោកនៅថ្ងៃទី 7 ខែមករាឆ្នាំ 1979 2. សង្គ្រោះវិស័យវប្បធម៌សាសនាទំនៀមទម្លាប់ប្រពៃណីវិស័យអប់រំវិស័យសុខាភិបាលនិងវិស័យផ្សេងៗទៀតឲ្យរស់ឡើងវិញ 3. ផ្ដល់ជីវិតនិងសិទ្ធិសេរីភាពជូនប្រជាជនឡើងវិញបន្ទាប់ពីសិទ្ធិសេរីភាពនិងអ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញនិងដកហូតដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍ប៉ុល ពត ឡា 4. បង្កើតឲ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យគឺជំនួបចរចាសីហនុហ៊ុនសែនលើកដំបូងនៅថ្ងៃទី 2 ខែធ្នូឆ្នាំ 1987 នៅ Fair Ontarderne ប្រទេសបារាំង 5. បង្កើតឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី 23 ខែតុលា ឆ្នាំ 1991 ស្ដីពីសន្តិភាពនៃកម្ពុជា 6. ជាអ្នកយាងសម្ដេចឪគឺសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចម៉ែសម្ដេចព្រះរាជាអគ្គមហេសីនរោត្តមមុនីនាថសីហនុឲ្យត្រឡប់មកមេត្រុប្រទេសវិញបន្ទាប់ពីព្រះអង្គទាំងពីរត្រូវបាននិរទេសឬបានចាកចេញពីមេត្រុប្រទេសជាទីស្រឡាញ់របស់ព្រះអង្គជិត20ឆ្នាំ 7. ជាអ្នកបញ្ចប់សង្គ្រាមកសាងសន្តិភាពនិងការធ្វើឲ្យមានឯកភាពជាតិឯកភាពទឹកដីពេញលេញគឺបញ្ចប់កម្ពុជាមួយដែលមានតំបន់ត្រួតត្រា 4 មកជាកម្ពុជាតែមួយមានរដ្ឋធម្មនុញ្ញតែមួយព្រះមហាក្សត្រតែមួយនៅកម្ពុជានៅថ្ងៃទី 29 ខែធ្នូឆ្នាំ 1998 8. ធ្វើឲ្យរស់ឡើងវិញនៅរបបរាជានិយមនៅក្រោយការបោះឆ្នោតឆ្នាំ 1993 ដែលត្រូវបានសម្លាប់ឬរំលាយចោលដោយរបបសាធារណរដ្ឋកម្ពុជាគឺលោកលន់នល់និងរបបកម្ពុជាប្រជាធិបតេយ្យគឺខ្មែរក្រហមប៉ុល ពត ជិតមកឃ្លីឆ្នាំ 9. ធ្វើឲ្យប្រទេសមានការអភិវឌ្ឍជឿនលឿននិងមានកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ 10. សង្គ្រោះប្រជាជនកម្ពុជាពីការរាតត្បាតដោយជំងឺកាចសាហាវ COVID-19 11. បង្កើតសាលាក្តីខ្មែរក្រហមអង្គជំនុំជម្រៅវិសាមញ្ញនៅតុលាការកម្ពុជាដើម្បីផ្ដល់យុត្តិធម៌ជូនប្រជាជនកម្ពុជារាប់លាននាក់ដែលបានបាត់បង់ជីវិតនិងរងគ្រោះដោយសាររបបខ្មែរក្រហមឡាក់សម្ដេចតេជោហ៊ុនសែនមិនមែនជាអ្នកបង្កើតសង្គ្រាមទេប៉ុន្តែសម្ដេចគឺជាអ្នកបញ្ចប់ឬរំលត់ភ្លើងសង្គ្រាមនៅកម្ពុជាដែលបានឆាបឆេះប្រទេសអស់រយៈពេលជិត30ឆ្នាំពីឆ្នាំ 1970 ដល់ឆ្នាំ 1998 និងស្វែងរកជំនួយអភិវឌ្ឍសម្រាប់ប្រទេសដ៏កំសត់នេះផងដែរដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងឬកសាងសន្តិភាពនៅកម្ពុជាសម្ដេចតេជោហ៊ុនសែនបានប្រើយន្តការចរចា 3 ដំណាក់កាលធំៗ 1. ចរចាសន្តិភាពដែលមានរយៈពេល 4 ឆ្នាំគឺពីថ្ងៃទី 2 ខែធ្នូឆ្នាំ 1987 ដល់ថ្ងៃទី 23 ខែតុលា ឆ្នាំ 1991 2. ចរចាបញ្ចប់សង្គ្រាមជាស្ថាពរមានរយៈពេលជិត 3 ឆ្នាំគឺការដាក់ចេញនូវយុទ្ធសាស្ត្រ DV និងនយោបាយឈ្នះឈ្នះពីថ្ងៃទី 11 ខែកុម្ភៈឆ្នាំ 1996 ដល់ថ្ងៃទី 29 ខែធ្នូឆ្នាំ 1998 3. ចរចាបង្កើតសាលាក្តីខ្មែរក្រហមដែលមានរយៈពេល 6 ឆ្នាំចាប់ពីឆ្នាំ 1997 ដល់ឆ្នាំ 2003 គ្រប់ដំណាក់កាលចរចាសម្ដេចតេជោមានយុទ្ធវិធីផ្សេងគ្នា
ដោយការចរចាសន្តិភាពគឺសម្ដេចចរចាដោយខ្លួនឯងចរចាបញ្ចប់សង្គ្រាម1998សម្ដេចប្រាយន្តិកាក្រមប្រតិបត្តិការនិងចរចាបង្កើតសាលាក្តីសម្ដេចចាត់តាំងឲ្យសម្ដេចសុកអានជាតំណាងដើម្បីចរចាជាមួយអង្គការសហប្រជាជាតិប៉ុន្តែរាល់ការសម្រេចគឺត្រូវស្នើឬឆ្លងយោបល់មកសម្ដេចដើម្បីសម្រេចឡាក់